ព្រោះអីយើងជារដ្ឋាភិបាលយើងតំណាងឲ្យប្រជាពលរដ្ឋ17លាននាក់គឺយើងត្រូវតែសរសេរលិខិតហ្នឹងឲ្យវាមានទឹកមាត់ប្រៃទុកឲ្យលោកមូនពេជ្រអីណោះសរសេរទៅហើយទៅរករឿងខុសសនិករបស់គណៈបកកណ្ដាលអំណាចហ្នឹងទៅរករឿងលោកមូនពេជ្រហ្នឹងសុទ្ធតែមើងងាយគេសុទ្ធតែមិនទាន់ជ្រុះបល័យពីក្បាលគ្មានដឹងទិសតំបន់ស្អីណាហ្នឹងរករឿងគេគ្រប់គ្រាន់តែគេខំប្រឹងសរសេរលិខិតក្នុងនាមជាប្រជាពលរដ្ឋប្រមូលស្នាមមេដៃប្រមូលអីគ្នាប្រឹងអស់ពីលទ្ធភាពដើម្បីជួយដោយសាររដ្ឋាភិបាលខ្លួនឯងអត់ធ្វើអារឿងដែលយើងអត់ធ្វើហ្នឹងគឺដោយសារតែយើងខ្ទាស់នឹងការដែលកំពុងតែចូលសរសើរលោកត្រាំពេកចុះដល់អញ្ចឹងអត់ហ៊ានហើយឥឡូវគេយកអាតុយន្តហោះហ្នឹងមកទម្លាក់លើក្បាលយើងតែយើងចង់ឲ្យលោកត្រាំជាម្ចាស់ពានរង្វាន់សន្តិភាពបើយើងសរសេរលិខិតទៅប្រាប់ឲ្យលោកត្រាំនិយាយពីរឿងបៃតាសន្តិភាពមិនបើយន្តហោះរបស់អាមេរិកតើអ្នកទម្លាក់គ្រាប់លើទាហានខ្មែរស្លាប់កជើងគ្នាប្រជាពលរដ្ឋស៊ីវិលខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធយន្តហោះអាមេរិកហ្នឹងអញ្ចឹងបើនិយាយទៅពានរង្វាន់សន្តិភាពសម្រាប់លោកត្រាំហ្នឹងបានប្រយោជន៍អីបើកម្ពុជាប្តឹងលោកត្រាំពីរឿងអត់ព្រមដាក់ទណ្ឌកម្មថៃពីរឿងប្រើយន្តហោះបដិញ F16 ហ្នឹងនេះរឿងវានៅត្រង់ហ្នឹងណាបងប្អូនអានយោបាយនេះស្មុគរោគមែនតើខ្ញុំអត់ចង់ឲ្យបងប្អូនប្រជាពលរដ្ឋត្រូវរងការបោកបញ្ឆោតណាប្រជាពិធហ្នឹងខ្ញុំពិតជាខឹងថៃមែនតើប៉ុន្តែនៅក្នុងពេលជាមួយគ្នានឹងអត់ចង់ឲ្យអ្នកនយោបាយប្រើអានយោបាយស្មោកគ្រោកហ្នឹងឲ្យអត់ព្រមប្រាប់ប្រជាពលរដ្ឋថាហេតុអីបងប្អូនម៉ោងនេះគឺឥឡូវកុំខ្វល់រឿងរដ្ឋាភិបាលដាក់ប្តឹងមិនដាក់ប្តឹងគោលដៅឲ្យច្បាស់របស់បងប្អូនដែលជាម្ចាស់សិលឹកឆ្នោតណាជាពិសេសបងប្អូនខ្មែរនៅអាមេរិកនេះបងប្អូនជាខ្មែរអាមេរិកមានសិទ្ធិបោះឆ្នោតបងប្អូនត្រូវតែឲ្យលោកត្រាំទទួលខុសត្រូវសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការដែលមិនព្រមដាក់ទណ្ឌកម្មថៃរឿងយន្តហោះ F16 នេះបើយើងធ្វើអីស៊ុយអែតមិនចេញព្រោះស៊ុយអែតគេដកទូតចេញពីស្រុកខ្មែរបាត់ហើយតែយើងនៅតែប្តឹងបានប្រជាពលរដ្ឋខ្មែរនៅស៊ុយអែតក៏ត្រូវតែនាំគ្នាធ្វើបាតកម្មឬក៏ប្រជាពលរដ្ឋណាក៏ដោយនៅអាមេរិកក៏ធ្វើបាតកម្មនៅមុខស្ថានទូតស៊ុយអែតប្រចាំនៅរដ្ឋធានី Washington ហ្នឹងគឺនិយាយពីរឿងអាយន្តហោះបដិញយន្តហោះចម្បាំងហ្នឹងគឺត្រូវតែដាក់ទណ្ឌកម្មថៃឈប់ឲ្យកូដស្អីហ្នឹងដើម្បីឲ្យយ៉ាងហោចណាស់ក៏ផ្អាកមករយៈដែរកុំឲ្យថៃផ្កើនពេកព្រោះថៃសប្ងៃបើវាយថ្មើរជើងវាយមិនឈ្នះខ្មែរទេខ្ញុំនៅតែប្រកាន់ចំហថាកងទ័ពខ្មែរអង្គអាចក្លាហានណាស់ដោយសារភូមិសាស្ត្រនយោបាយផងភូមិសាស្ត្រទឹកដីរបស់យើងដែលជាតំបន់ភ្នំតំបន់ព្រៃក្រំថ្មហើយមានចំការមីនដ៏ច្រើនសន្ធឹកក្រាស់ខ្មឹកនៅនឹងច្រើនណាស់ដែលថៃមិនអាចចូលបានទេថៃខ្លាច់មីននេះខ្លាច់សម្បើមខ្មែរស្គាល់ភូមិសាស្ត្រខ្មែរច្បាស់ណាស់ព្រោះអីយើងដឹងកន្លែងណាចំការមីនកន្លែងណាដើរមិនបានថៃទេដែលមិនដឹងថាចំការមីននឹងចាស់នឹងនៅកន្លែងណាដែលយូរម្ដងឃើញទេដើរជន់មីនតពីដល់តែពេលបាញ់គ្នាក្តាំងហ្នឹងថៃអត់ទាន់បានជន់មីនមួយទេព្រោះអីដឹងថាកន្លែងជន់មីនហ្នឹងគឺកន្លែងដែលឆ្លងចូលទន្ទ្រានចូលដីខ្មែរអញ្ចឹងអាកន្លែងផ្សេងទៀតហ្នឹងខំប្រឹងចូលមកប៉ុន្តែដឹងខ្លួនថាតាចូលមកជន់មីនអញ្ចឹងអត់ដែលជន់មីនទេបាញ់គ្នាឡើងប្រាវអត់ដែលជន់មីនសោះតតែពេលស្រុកអត់មានបាញ់គ្នាដើរជន់មីនទៅពីវាអញ្ចឹងណាប៉ុន្តែបងប្អូនដោយសារតែអារឿងមីននេះហើយដែលធ្វើឲ្យកងទ័ពជើងក៏អាចនៅបានមានព្រៀបច្រើនចំពោះថៃតែអារឿងថ្មើរជើងហ្នឹងគឺវាយមិនឈ្នះទាហានខ្មែរទេខ្ញុំនិយាយម្ដងទៀតព្រៃក៏ក្រាស់ភូមិសាស្ត្រស្រុកទេសយើងនៅតំបន់ខ្មែរក្រហមតំបន់ស្អីទល់ដែរហ្នឹងគឺយើងស៊ាំសង្គ្រាមយើងដឹងអស់ហើយថៃអត់ដឹងភូមិសាស្ត្រនយោបាយហើយអត់ដែលធ្វើសង្គ្រាមទេប៉ុន្តែអាណើចអត់ធំត្រង់ថាអាទម្លាក់ពីលើហ្នឹងណាហើយទម្លាក់ហ្នឹងគឺដោយសារ F16 ហ្នឹងថៃបើអត់មានអា F16 ហ្នឹងគឺមិនអាចនឹងមកអួតស្អីកើតទេគឺខ្មែរយើងអង្គុយចាំបាញ់ឲ្យទាហានថៃស្លាប់កោខ្មោចកោជើងនៅនៅក្នុងភូមិសាស្ត្រយើងអត់មានអីពិបាកទេព្រោះអីយើងជាអ្នកចាំហើយអ្នកនោះដើរចូលព្រោះគេមកបំពេញឈ្លានពានដីយើងដោយតបរុស្ស៊ីមកដែលត្រូវអ៊ុយក្រែនបាញ់សម្លាប់កោជើងអញ្ចឹងហើយអានេះគឺជារឿងដែលអ្នកទាំងអស់នឹងសំតែស្លាប់ទេព្រោះអីណែឯងមកទន្ទ្រានដីគេគ្មានមោទនភាពគ្មានកិត្តិយសខ្មោចយកអីទេខ្ញុំសូមរំលែកមរណៈទុកដល់ក្រុមគ្រួសារសពតាហ៊ានទាំងអស់ទាំងថៃទាំងអីហ្នឹងដែលគេបញ្ជូនមកតាមអានយោបាយឈួតលីលារបស់អ្នកនយោបាយថៃនិងតាហ៊ានថៃអីហ្នឹងប៉ុន្តែវាជាអកុសលវាធ្វើយ៉ាងម៉េចបើវាអញ្ចឹងប៉ុន្តែបងប្អូនម្ដងទៀតគោលដៅត្រូវឲ្យច្បាស់លាស់កម្ពុជា17លានអ្នកគឺជាម្ចាស់ជោគវាសនានៃប្រទេសនេះបរដ្ឋាភិបាលអត់ប្តឹងទៅគេគឺបងប្អូនត្រូវប្តឹងហើយកុំមកទាញប្រជាពលរដ្ឋកុំឲ្យប្តឹងអ្នកណាដែលនាំគ្នាទប់ប្រជាពលរដ្ឋមិនឲ្យប្តឹងគេដើម្បីការពារដែនអធិបតេយ្យនិងឈប់ឲ្យមានការសម្លាប់ខ្មែរអ្នកនោះឯងគឺជាអ្នកដែលប្រព្រឹត្តអំពើបាបដែលនឹងចោះនរកប្រមាណជាន់នេះប្រយ័ត្នបងប្អូនប្រយ័ត្នចោះនរកណា
គេខំប្រឹងធ្វើអត់ប្រឹងជួយលោកទឹកចិត្តគេតែជួយជេរបចោបតិចបដាសាគេទៀតដូច្នេះកុំធ្វើចរិតបែបហ្នឹងនាំឲ្យប្រជាពលរដ្ឋក្តៅកាហាយហើយគេចំណាំមុខអស់លោកទុកជាប្រវត្តិសាស្ត្រថាអស់លោកហ្នឹងហើយគឺជាអ្នកដែលមិនបានស៊ីឆ្លៀខ្ទេចចាំតែបំផ្លាញគ្នាឯងហើយមានអស់លោកហ្នឹងឯងដែលស្រុកខ្មែរដើរត្រូវគ្នាចាំណាអញ្ចឹងយើងត្រូវធ្វើទៅបងប្អូនជួយគ្នាទៅគណៈបកណាក៏ដោយគណៈបកប្រជាជនគណៈបកប្រឆាំងគណៈបកមកពីឋានទេវតាឋានប្រអិនស្រុកយៈណាក៏ដោយរួមគ្នាជាធ្លុងមួយតវ៉ាហើយសារត្រូវតែច្បាស់ទាមទារឲ្យអាមេរិកដាក់ទណ្ឌកម្មថៃផ្នែកយោធាដោយការប្រើប្រាស់សពាវុធទាំងសពាវុធផ្លោងទាំងសពាវុធគ្រឿងដូចជា F16 អីហ្នឹងដែលទិញពីអាមេរិកហើយបើរដ្ឋាភិបាលណាបើយើងរកឃើញថាសពាវុធហ្នឹងគឺទិញពីប្រទេសស៊ុយអែតឬក៏សហគមន៍អឺរ៉ុបឬក៏ប្រទេសចិនក៏ដោយត្រូវតែថ្កោលទោសប្រទេសចិនហ្នឹងទៀតឬក៏ថាស្នើទៅប្រទេសចិនហ្នឹងឲ្យមកជួយមើលឬក៏អ៊ីស្រាអែលក៏ដោយគឺត្រូវតែច្បាស់លាស់ឲ្យមានយន្តការដាក់សម្ពាធបើអត់ចឹងទេថៃគិតថាស៊ីផុយហើយព្រោះអត់មានណាប្តឹងផងតែពេលយើងប្តឹងគឺសហគមន៍អន្តរជាតិចាប់ផ្ដើមដឹងភ្លាមអូថៃមិនបានធ្វើអញ្ចឹង F16 នេះគឺអ្នកឯងអាចការពារដែនអធិបតេយ្យរបស់អ្នកឯងបាននៅក្នុងកិច្ចព្រមព្រៀងក៏ប៉ុន្តែមិនអាចហួសដែនអធិបតេយ្យរបស់ខ្លួនហើយយកទៅទម្លាក់គ្រាប់នៅក្នុងដែនអធិបតេយ្យរបស់គេហើយយកលេសថាដើម្បីជាការពារខ្លួនទេការពារខ្លួនគឺនៅក្នុងករណីដែលមានការបង្កហេតុប៉ុន្តែមិនមែនមកបាញ់គេមុនមកផ្លោងគេមុនមកទម្លាក់គ្រាប់គេខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធគេដល់តែពេលគេតដៃដើម្បីទប់ទល់កុំឲ្យអ្នកឯងនៅតែផ្កើនទៅចោទថាគេផ្លោងដាក់អ្នកឯងវិញវាអត់ត្រូវយើងត្រូវចាំថាអ្នកណានាំភ្លើងមុនហើយយើងមកមិនឲ្យកម្ពុជាតដៃសោះដល់តែពេលកម្ពុជាតដៃយើងថាកម្ពុជាផ្លោងដាក់ដែនអធិបតេយ្យរបស់ថៃបំពេញរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិហើយថៃមានសិទ្ធិការពារខ្លួនយ៉ាងណាបើយើងជាអ្នកចាប់ផ្ដើមវាយគេដំបូងយើងគេដើរសុកនៅតាមផ្លូវយើងនិយាយរឿងសាមញ្ញយើងដើរសុកស្រាប់តែមានមនុស្សម្នាក់មកដាល់យើងបែកមុខបែកមាត់មកវាយយកហើយទៅយើងហ្នឹងនឹកឃើញថាមិនចង់ឆ្លោះយើងអត់តដៃទេសុកចិត្តដួលដេកនៅនឹងដីគាត់ថែមយើង 4-5 ជើងទៀតគាត់ថាយើងនឹងស្ដោះទឹកមាត់ដាក់គាត់ឬក៏ថាយើងនឹងមើលសម្លាប់មុខអីអញ្ចឹងឬក៏យើងនឹងតែប៉ែណែដាក់ជើងឲ្យចពុបដួលអីឡាក់នឹងឡាក់គាត់ចេះតែចោតអញ្ចឹងទៅដើម្បីយកលេសទាត់ធាក់យើងក៏ប៉ុន្តែយើងនឹងអត់តដៃអីសោះដេកដួលនៅនឹងដីហើយគាត់មកថែមរហូតដល់តែយើងទ្រាំលែងបានតដៃ2-3ដៃទៀតគាត់លេងចាក់យើងយកថែមថាយើងហ្នឹងគឺគាត់ការពារខ្លួនដោយសារតែយើងវាយគាត់ប៉ុន្តែក៏អត់និយាយសោះពីអារឿងវាយយើងដេកហើមមុខនៅដីនេះយើងអត់និយាយសោះតើអយុត្តិធម៌ប៉ុណ្ណាសម្រាប់ប្រទេសកម្ពុជាខ្ញុំជឿថារដ្ឋាភិបាលខ្មែរសពថ្ងៃពិបាកមែនតើនៅក្នុងការប្រាប់គេឲ្យជឿថាអ្វីដែលគេធ្វើហ្នឹងគឺយើងជាជនរងគ្រោះបងប្អូនរដ្ឋាភិបាលខ្មែរសពថ្ងៃអាភ័ព្វត្រង់ថាអីនិយាយទៅគេអត់ជឿបងប្អូនវាសោកស្ដាយទេនៅពេលដែលគេមកវាយយើងដឹបដួលនៅដីហើយទៅគេថែមយើងរហូតហើយយើងមិនតបតទេយើងសុកចិត្តតែរងក្រងខ្លួនចឹងទៅកុំឲ្យគេវាយត្រូវខ្លាំងពេកប៉ុន្តែវាយបាច់មុខបាច់មាត់អស់ហើយដល់ពេលដល់វាយខ្លាំងពេកទៅយើងគិតខ្លួនឯងថាទេតែនៅថាដេកដួលចឹងទៀតមិនឡើងតដៃខ្លះគេច្បាស់ជាវាយតតែស្លាប់ហើយយើងមិនអាចធ្វើអញ្ចឹងកើតទេចឹងយើងតដៃខ្លះទៅនៅពេលតដៃដើម្បីការពារខ្លួនហ្នឹងគេចាក់មកយើងថែមហើយគេចោទយើងថាយើងបំពេញគេការពារខ្លួនគេហើយដល់ពេលយើងទៅប្រាប់គេថាអត់ទេខ្ញុំអត់បានទៅតដៃទៅអីខ្ញុំអត់បានវាយមុនទេខ្ញុំឡើងមកនេះដោយសារគាត់វាយខ្ញុំខ្លាំងពេកហើយខ្ញុំទ្រាំមិនបានខ្ញុំខ្លាចស្លាប់ដែរណាខ្ញុំត្រូវរកវិធីការពារអាយុជីវិតខ្ញុំដែរហើយស្រាប់តែគាត់មកចាក់ខ្ញុំថែមទៀតអីទៀតហើយមកចោទខ្ញុំថាតដៃតាមពិតកម្ពុជាប្រឹងអស់ពីលទ្ធភាពប្រាប់គេថាយើងជាជនរងគ្រោះតែអត់មានណាស្ដាប់សោះបងប្អូនឈឺចាប់ទេបងប្អូនឈឺចាប់ឬទេនៅពេលដែលឮបែបនេះខ្ញុំឈឺចាប់ចំនួនរដ្ឋាភិបាលកម្ពុជាសោកស្ដាយមែនតើដោយសារតែយើងជាជនរងគ្រោះនិយាយយ៉ាងម៉េចក៏គេតែមិនស្ដាប់គេនៅតែចោទថាយើងជាអ្នកនាំភ្លើងហើយដោយសារហេតុអីគេឌីលចរិតយើងរឿងដែលអភ័ព្វគឺរឿងចឹងគេឃើញវាយដេកដួលនៅដីសាធារណជនទូទៅគួរតែអាណិតជនរងគ្រោះតាមពិតមើលភ្លាមទាំងអស់គ្នាអាណិតជនរងគ្រោះហើយមិនក៏នាំគ្នាវាយគាត់អញ្ចឹងវាយគ្នាដេកដួលហើយថែមរហូតសស្បែកជើងម៉ៃហ្វកអីទាត់ធាក់អញ្ចឹងគ្នានៅនាលនៅនឹងដីហើយស្រាប់តាជាជនរងគ្រោះហើយ
មិនបានអញ្ចឹងអត់ព្រមឈប់ដកដៃហើយឥឡូវស្រាប់តែគ្នាឡើងមកវាយតដៃគ្រាន់តែទប់ខ្លះដើម្បីការពារខ្លួនស្រាប់តែចាក់ថែមទៀតហ្នឹងគេមើលដំបងគឺគេអាណិតហើយក៏ប៉ុន្តែភ្លាមនោះគេដាក់ថាគាត់តែអញ្ចឹងដែរហ្នឹងគាត់ចរិតគាត់ចឹងដែរហ្នឹងពីមុនមកឃើញដូចថារកជឿគាត់មិនបានស្រុកខ្មែរនឹងមានអាការរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យគាត់ធ្វើបាបប្រជាពលរដ្ឋក្នុងស្រុកគាត់លែងណានៅស្រុកបានអស់ហើយហ្នឹងអ្នកដែលគាត់ប្រឆាំងជាមួយនឹងក្រកទុកគាត់បន្តិចហ្នឹងគឺគាត់ប៊ូលីគេដេញកំចាត់គេនឹកតាមចាប់គេរកសម្លាប់ដល់ស្រុកក្រៅស្រុកអីទៀតផងរំលាយសិទ្ធិមនុស្សប្រជាធិបតេយ្យអីហ្នឹងសហគមន៍អន្តរជាតិកោលទោសអីសពបែបយ៉ាងដល់អញ្ចឹងគេមើលមកហ្នឹងគេថាអ្នកយកអាការគិតមួយដែលគេហៅបូរេនិឆ័យបងប្អូនសោកស្ដាយមែនតើអាបូរេនិឆ័យរបស់សហគមន៍អន្តរជាតិណាគឺដោយសារតែមាយាទយើងប្រព្រឹត្តពីមុនមកវាធ្វើឲ្យយើងខ្លាចទៅជាជនរងគ្រោះអត់មាននរណាជួយយើងខ្ញុំមានសមានចិត្តជាមួយរដ្ឋាភិបាលកម្ពុជាយើងដែរនៅក្នុងន័យនេះព្រោះខ្ញុំផ្អែកទៅលើសច្ចធម៌គឺយើងជាជនរងគ្រោះពិតមែនហើយគ្មានកន្លែងណាមួយដែលថាយើងទៅឈ្លានពានខៃទេយើងអត់មានប្រវត្តិទៅដណ្ដើមដីនរណាបានមកដុំទេបងប្អូនគ្មាននរណាទៅដណ្ដើមដីបានសូម្បីតែថែរបស់ខ្លួននឹងឲ្យគង់ថែអត់បានហងអ្នកដឹកនាំយើងរចកាចំនួនណាក៏ដូចចំនួនណាប៉ុន្តែមកចំនួនចុងក្រោយ 4-5 អាណត្តិហ្នឹងមានតែមួយក្រុមគ្រួសារយើងអត់ដែលបានដណ្ដើមដីគេបានមកដុំទេយើងមានតែថែកុំឲ្យគេយកមកបានតែអញ្ចឹងយើងតែឈ្លានពានគេនឹងយើងអត់ដែលមានលទ្ធភាពឈ្លានពានអ្នកណាទេអញ្ចឹងហើយបានតែខ្ញុំមានសមានចិត្តនឹងត្រង់ថាអាណិតប៉ុន្តែអាណិតយ៉ាងម៉េចបើយើងវាមានបញ្ហាអញ្ចឹងណាបងប្អូនអញ្ចឹងបានថាយើងជាបទពិសោធន៍របស់យើងដែរយើងរៀនសូត្រទៅថាយើងចរិតយើងតែយើងទៅដឹងកូនគេទោះយើងស្លៀកពាក់ស្អាតបាតមួយថ្ងៃតនុយកាត់សក់ឲ្យឡើងស្អាតបែកជើងខ្វាក្បាត់កកោពុកមាត់ស្អីឡើងត្រង់ភ្លឹងអីក៏ដោយចូលទៅដឹងកូនគេគ្រាន់តែឃើញមុខថាស្លៀកពាក់ស្អាតបាតសមជាមនុស្សម្នាគេប៉ុន្តែអាហ្នឹងលួចមន់វត្តរាល់តែខែរាល់តែឆ្នាំហ្នឹងដូច្នេះវាធ្វើឲ្យអ្នកដែលចង់ឲ្យលើកូនហ្នឹងចាប់ផ្ដើមគិតថាទេមើលទៅដូចជាស្អាតបាតរបស់គេដែរក៏មើលមកផ្លែតដល់ពេលហើយចាប់ផ្ដើមគិតថាអូប្រវត្តិគាត់អត់ល្អទេលួចមន់វត្តគេអញ្ចឹងវាពិបាកណាស់បងប្អូនហើយខ្ញុំនិយាយនេះគឺជាតថភាពជាក់ស្ដែងដែលយើងពិបាកនៅក្នុងឆាកអន្តរជាតិហើយកុំថាការទូតរបស់យើងឈ្នះគេអីនោះអ្វីដែលយើងធ្វើគឺយើងធ្វើត្រឹមត្រូវតាមនីតិវិធីផ្លូវការទូតល្អហើយគឺយើងធ្វើបានប៉ុន្តែតើសំឡេងទឹកមាត់យើងប្រៃប៉ុណ្ណាមិនមែនធ្វើមួយថ្ងៃហ្នឹងទេគឺមានរឿងច្រើនហើយនៅពេលដែលឆ្លោះគ្នាបែបនេះណាជាមួយប្រទេសថៃដែលប្រទេសផ្ដាគឺយើងត្រូវការកម្លាំងសាមគ្គីជាតិយើងជាធ្លុងមួយយើងអត់ទៀតអាគេនោះគេមិនជួយយើងគេនោះគេលំអៀងទៅខាងថៃហើយយើងនឹងយើងអត់ត្រូវគ្នាយើងបាច់បាក់ផ្ទៃក្នុងយើងឆ្លោះគ្នាទៀតប៉ុន្តែបងប្អូនខ្ញុំសូមបិណ្ឌបាតរឿងមួយតោះផ្អាកការឆ្លោះគ្នាសិនធ្វើបាតកម្មកុំខ្វល់រឿងអ្វីដែលសំខាន់គឺជួយរដ្ឋាភិបាលកម្ពុជាដែលក្នុងនេះគឺយើងចាត់ទុកថាគាត់ជាជនរងគ្រោះដូចគ្នាណាអហោសិកម្មរឿងអ្វីដែលកើតឡើងពីអតីតកាលទុកមកកលៈហ្នឹងសិនចុះយើងដាក់អាហ្នឹងមកកលៈសិនរដ្ឋាភិបាលធ្វើអីធ្វើចុះកុំខ្វល់រឿងពីមុនយើងគិតពីពេលនេះគឺយើងការពារដែនអធិបតេយ្យយើងប្រឆាំងនឹងការឈ្លានពានរបស់ថៃហើយប្រជាពលរដ្ឋខ្មែរត្រូវតែមានគោលគំនិតដូចគ្នាមួយគឺទាមទារឲ្យថៃទទួលខុសត្រូវរាល់ការប្រព្រឹត្តបំពានមកលើកម្ពុជាឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយខ្ញុំពេញចិត្តនឹងប្រើពាក្យលោកហ៊ុនសែនណារឿងទោះក្នុងតម្លៃណាក៏ដោយប៉ុន្តែមិនមែនទោះក្នុងតម្លៃណាក៏ដោយដើម្បីងើបមួយវាយមួយទេគឺទោះក្នុងតម្លៃណាក៏ដោយដើម្បីបានការពារដែនអធិបតេយ្យរបស់យើងហើយឲ្យថៃទទួលខុសត្រូវចំពោះអំពើកក្លឿននិងបំពានច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហជាតិនិងអីសពបែបយ៉ាងបទអក្រិតសង្គ្រាមបទអក្រិតប្រឆាំងមនុស្សជាតិអីមកកណោក៏ដឹកហើយយើងទាំងអស់គ្នាត្រូវតែជាសម្លេងរដ្ឋាភិបាលគេលែងជឿហើយកុំខ្វល់គឺប្រជាពលរដ្ឋយើងនឹងជាម្ចាស់ប្រទេសនេះ17លានអ្នកទាំងគណៈបកប្រឆាំងទាំងគណៈបកប្រជាជនទាំងគណៈបកណាទាំងអស់តោះរួមគ្នាទៅបាតកម្មគេចាប់ផ្ដើមធ្វើជាហោហើយខ្ញុំឃើញណាបងប្អូននៅជប៉ុនផងនៅកូរ៉េផងនៅWashington DC មុខផ្ទះតាត្រាំនឹងផងនៅមុខក្រសួងការបរទេសផងនៅ DC ដដែលហ្នឹងមុខកន្លែងទូតថៃអីហ្នឹងគេធ្វើពីម្សិលមិញហើយក្រុមបណ្ដាញយុវជនសកលកម្ពុជាហ្នឹងបណ្ដាញយុវជនកម្ពុជាសកលដែលដឹកនាំដោយបងអូនសុផាន់ឡារីហ្នឹងគេបានធ្វើម្ដងហើយប៉ុន្តែបើបងប្អូនខកឡាននេះតោះនេះម៉ោងនេះប្រហែលជាគេចាប់ផ្ដើមហើយពីម៉ោង12នេះ12ថ្ងៃត្រង់នេះទៅដល់ម៉ោង3នៅមុខនៅរដ្ឋធានី Washington ដដែលនេះគឺដឹកនាំដោយសមាគមខ្មែរក្រុង North Carolina និងបងប្អូនខ្មែរច្រើនទៀត
ដែលគេរៀបចំបាតកម្មមួយទៀតនៅឯWashington DC បងប្អូនតាក់ទងព័ត៌មានគេទៅគឺលោកថាច់សីហាដែលជាសមាគមខ្មែរនៅ North Carolina ហ្នឹងគាត់ដឹកនាំក្រុមបាតកម្មនឹងឲ្យបងប្អូនខកខានមិនបានចូលរួមពីម្សិលមិញគឺចូលរួមទៅទៀតព្រោះមើលទៅសាររបស់ពួកគាត់នេះដូចជាផ្ដោតខ្លាំងដែរទៅលើការដាក់ទណ្ឌកម្មផ្នែកយោធាណាបងប្អូនសារនេះគឺជាសារខ្លាំងមែនតើគឺឲ្យអាមេរិកដាក់ទណ្ឌកម្មផ្នែកយោធាទៅតាក់ទងនឹងរឿងថៃឲ្យថៃទទួលខុសត្រូវឥឡូវកុំតន់អាននិយាយអីវែងឆ្ងាយពេកយើងនិយាយថាធ្វើម៉េចឲ្យអាមេរិកដាក់ទណ្ឌកម្មយោធាឲ្យបានសិនព្រោះអីតែផ្ដាច់កោដផ្ដាច់អីរឿង F16 បាញ់លែងបានគឺយើងបានន័យថាឲ្យយន្តហោះថៃបាក់ស្លាប់មកជាហៀងហើយតែអត់មានដែនអាកាសហើយគឺថៃលែងក្អកហើយចង់និយាយថាបើហឺនយ៉ាងណាក៏លែងក្អកដែរអញ្ចឹងរឿងហ្នឹងគឺមានតែយើងថាជាម្ចាស់ប្រទេសបងប្អូនម្ដងទៀតអត់មានលើកទឹកចិត្តឲ្យធ្វើបាតកម្មហិង្សាទេណាដោយសន្តិវិធីគឺអត់មានប្រើអំពើហិង្សាហើយហាមប្រើប្រាស់ពាក្យពេចន៍ក្នុងការសម្លាប់ក្នុងការអាកកឬក៏កាត់កកជនជាតិណាសាសនាអីក៏អត់មានទេដាច់ខាត់អំពើហិង្សាមិនត្រូវមាននៅក្នុងសារធ្វើបាតកម្មទោះជាក្នុងរូបភាពណាក៏ដោយគឺអហិង្សាគឺទៀមទាទៅតាមអ្វីដែលជាសិលធម៌សេចក្តីថ្លៃថ្នូរទើបសាររបស់យើងមានភាពរឹងមាំជៀសវាងការជេរបចោបតិចផ្ដាសាឬក៏ប្រមាថការទានអាយុជីវិតអ្នកដទៃហាមណាបងប្អូនហាមដាច់ខាតធ្វើបាតកម្មអញ្ចឹងទៅតវ៉ាទៅចូលរួមជាមួយគេទៅម៉ោង 12 នេះដល់ម៉ោងនៅសតតែកន្លះម៉ោងទៀតទេនៅរដ្ឋធានី Washington បងប្អូននៅក្បែរហ្នឹងសូមអញ្ជើញចូលរួមឲ្យបានច្រើនកកទៅហើយសាររបស់ពួកគាត់គឺទាមទារឲ្យទាហានឲ្យអាមេរិកដាក់ទណ្ឌកម្មផ្នែកយោធាអាចរួមទាំងការដែលដកកូដចេញពី F16 ហ្នឹងផងមានតែប្រជាពលរដ្ឋខ្មែរទេដែលអាចធ្វើបានពលរដ្ឋាភិបាលខ្មែរអត់បានប្តឹងរឿងនេះប៉ុន្តែដូចខ្ញុំនិយាយចឹងកុំតែចាប់ទោសអូសដំណើររដ្ឋាភិបាលកម្ពុជាអាចមានរឿងខ្ទាស់បញ្ហាការទូតបញ្ហារឿងស្អំចិត្តលោកត្រាំស្អំអីហ្នឹងគាត់មិនហ៊ាននិយាយចឹងកុំឲ្យរដ្ឋាភិបាលកម្ពុជាគាត់មានអំរែកធ្ងន់ពេកដែលមិនអាចគេហាស្លាកជាក់ស្លែងចឹងប្រជាពលរដ្ឋយកអាហ្នឹងមកកាន់ខ្លួនឯងទៅនេះគឺជាការដែលយកប្រទេសកម្ពុជាមកដាក់កាន់នៅក្នុងដៃដើម្បីកំណត់ជោគវាសនារបស់យើងជួយរដ្ឋាភិបាលកម្ពុជាផងនៅពេលដែលគាត់វាទើសទាល់ធ្វើទៅឥឡូវនៅ DC គាត់ធ្វើហើយម៉ោងនេះនៅសល់កន្លះម៉ោងទៀតនៅក្រុងឡុងប៊ិចយើងនេះនៅសហរដ្ឋអាមេរិកនេះនៅកន្លែងធ្វើការរបស់ខ្ញុំនេះដោយសារថ្ងៃនេះជាថ្ងៃអាទិត្យឥឡូវនេះម៉ោង 8 កន្លះព្រឹកនៅនេះម៉ោង 4 រសៀលនេះដែលត្រូវនឹងម៉ោង 7 ព្រឹកនៅស្រុកខ្មែរថ្ងៃស្អែកណាបាទខ្ញុំនិយាយហ្នឹងគឺ 4 រសៀលនៅទីក្រុងឡុងប៊ិចរដ្ឋ California ទៅដល់ 7 គឺគេនឹងរៀបចំពិធីហែដើម្បីទាមទារឲ្យថៃទទួលខុសត្រូវចំពោះអក្រិតកម្មដែលប្រព្រឹត្តឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាសារយ៉ាងណាខ្ញុំអត់ទាន់ដឹងទេពួកគាត់បានចងក្រងក្រុមដើម្បីតវ៉ាឲ្យបងប្អូននៅក្រុងឡុងប៊ិចនិងក្រុងចិត្តហ្នឹងឬក៏អ្នកណាដែលដឹងដំណឹងនេះហើយដែលអាចចូលរួមបានកុំគិតពីរឿងនានាការនយោបាយយើងយកកម្លាំងឲ្យច្រើនដើម្បីប្រាប់ទៅពិភពលោកថាកម្ពុជាអត់ដែលអនុគ្រោះឲ្យថៃបំពេញដែនអធិបតេយ្យយើងទាំងក៏ខ្លួនបែបនេះទេហើយខ្មែរគ្រប់រូបគឺត្រូវតែបង្ហាញឆន្ទៈរបស់ខ្លួនហើយកុំគិតនានាការនយោបាយឲ្យសោះម៉ោងនេះគឺសត្រូវរួមរបស់យើងគឺថៃឈ្លានពានហើយមិនមែនប្រជាពលរដ្ឋថៃទេណាបងប្អូនកុំដល់កុំទៅផ្លូវហ្នឹងណាមិនមែនយើងឆ្លោះគ្នារវាងប្រជាជននិងប្រជាជនទេកុំធ្វើបាតកម្មពហិការតវ៉ាស្អីធ្វើបដារើសអើងជាតិសាសន៍ពូជសាសន៍កុំធ្វើឲ្យជាតិយើងថោកបងប្អូនតែបងប្អូនហ៊ានចូលដល់ផ្លូវហ្នឹងណាមករើសអើងជាតិសាសន៍ថៃមករើសអើងផលិតផលថៃនៅក្នុងដែនអធិបតេយ្យរបស់ស្រុកអាមេរិកនេះបងប្អូននឹងធ្វើឲ្យជាតិខ្មែរនេះអាប់អោនថោកដោយសារបងប្អូនណាហើយខ្ញុំនិយាយនេះយកតែប៉ុននេះខ្ញុំដឹងថាបងប្អូនឈឺចាប់ប៉ុន្តែបងប្អូនត្រូវដឹងគោលនយោបាយនៅក្នុងការតស៊ូមតិឲ្យត្រឹមត្រូវហើយចាក់បេះដូងសហគមន៍អន្តរជាតិនិងសហរដ្ឋអាមេរិកបើបងប្អូនចាប់ផ្ដើមយកពាក្យរើសអើងពូជសាសន៍យកមកនិយាយគឺយើងសាបដូចទឹកទន្លេហើយបងប្អូនខំប្រឹងធ្វើយ៉ាងណាក៏អត់មាននរណាស្ដាប់ដែរគេថាយើងជាជាតិសាសន៍ស្អប់ខ្ពើមពូជសាសន៍ជាជាតិសាសន៍ចង់ឲ្យមានឆ្លោះជាតិសាសន៍ចំនួននេះគឺរវាងមេដឹកនាំក៏ក្រិចរបស់ថៃនិងអ្នកនយោបាយថៃនិងយោធាថៃនិងស្ដេចថៃអីចឹងដូច្នេះវាអត់មានតាក់តងអីជាមួយនឹងប្រជាពលរដ្ឋស៊ីវិលអត់ដឹងរឿងទេដូច្នេះកុំយកពួកគាត់ទៅជាចំណាប់ខ្មាំងនៃអំពើផ្ដេសផ្ដាស់ជាតិនិយមជ្រុលរបស់ភាគីណាក៏ដោយយើងអត់មានឆ្លោះគ្នារវាងប្រជាជននិងប្រជាជនទេណាបងប្អូនម្ដងទៀតហើយខ្ញុំសូមបិណ្ឌបាតរឿងហ្នឹងអត់មានឆ្លោះគ្នារវាងប្រជាជនថៃនិងប្រជាពលរដ្ឋខ្មែរទេបងប្អូនចង់ពហិការផលិតផលគេធ្វើតាមខ្លួនឯងទៅប៉ុន្តែកុំអំពាវនាវដើរទៅចូលក្នុងហាងថៃទៅទិញផលិតផលគេហើយយកមកជន់ឈ្លីចោលថតផ្សាយអីបងប្អូនជាប់គុកណា
អត់ត្រូវធ្វើដូច្នេះទេហើយខ្ញុំអត់ចង់ឲ្យបងប្អូនមានបញ្ហាបែបហ្នឹងទេនៅស្រុកខ្មែរបងប្អូនអាចធ្វើទៅបានណានៅស្រុកអាមេរិកធ្វើអត់បានទេគេអត់ទាន់ធ្វើអីបងប្អូនកុំគិតថាគេមិនដឹងថាបងប្អូនកំពុងធ្វើអីប៉ុន្តែកុំឲ្យលើសបន្ទាត់ក្រហមខ្ញុំនិយាយយកតែប៉ុនទេបងប្អូនមានសញ្ជាតិអាមេរិកក៏ដោយប៉ុន្តែខ្ញុំសុំតែម្យ៉ាងឯងខ្ញុំអត់មានកាន់ជើងថៃទេប៉ុន្តែខ្ញុំកាន់ជើងខ្មែរយើងចង់ឲ្យខ្មែរយើងរួចផុតពីគេចោទយើងបើគេចោទអីចោទទៅកុំធ្វើត្រូវឲ្យដូចគេចោទយើងថាជាជាតិសាសន៍ខុសខើលោកម៉ាត់ហាន់ទៅចោទយើងពីជាតិសាសន៍ខុសខើផ្សាយតាមបណ្ដាញសង្គមរបស់សារព័ត៌មានថៃយ៉ាងស្រស់គេយកសម្ដីរបស់ខ្មែរយើងម្នាក់ទៅឌីលជេគេជេមរាយកាយឪពុកគេឲ្យចង់កាត់កកគេទៀតដោយសារតែគេផ្សាយថាថៃទម្លាក់គ្រាប់នៅលើដែនអធិបតេយ្យកម្ពុជានឹងដោយសារតែជាការពារខ្លួនវាយដកបកទៅនឹងអ្វីដែលខ្មែរប្លង់ដាក់គេដូច្នេះយើងខឹងយើងដឹងហើយប៉ុន្តែយើងអត់អាចទៅប្រមាថការទានអាយុជីវិតគេជាសាធារណៈតាមបណ្ដាញសង្គមតាមអីអញ្ចឹងទេបងប្អូនគេចោទយើងដល់ពេលគេយកសារហ្នឹងទៅបង្ហាញលើសហគមន៍អន្តរជាតិសូម្បីតែ1 2អញ្ចឹងគេថាអូយើងខុសខើដល់ថ្នាក់ហ្នឹងមិនមែនអញ្ចឹងទេណាបងប្អូនខ្មែរយើងមិនមែនមានចរិតអញ្ចឹងទេអញ្ចឹងកុំឲ្យខ្មែរយើងម្នាក់ពីរហ្នឹងធ្វើឲ្យខ្មែរយើង17លានអ្នកខ្លាចជាចំណាប់ខ្មាំងដែរអញ្ចឹងជួយគ្នាបងប្អូនម្នាក់បន្តិចយើងត្រូវជួយគ្នាអត់ត្រូវការមកហិង្សាអីទេម៉ោងនេះយើងដឹងថាថៃហិង្សាប៉ុន្តែយើងកុំទៅផ្លូវទៀបអញ្ចឹងដូចគេយើងអត់អាចទៅទៀបទេបើគេទៅទៀតគឺយើងទៅខ្ពស់កុំឲ្យវាជួបគ្នានឹងនរុអវជ័យហ្នឹងខ្ញុំតាមប្រសាសន៍របស់អ្នកស្រី Michelle Obama ដែលជាភរិយារបស់លោក Barack Obama គាត់និយាយថាបើគេចុះទៀបទៅដល់ផុកជ្រាំគឺយើងឡើងទៅខ្ពស់ទៅព្រោះអីយើងទៅលេងផុកជាមួយគេមិនកើតទេតែយើងត្រូវតែរកយុទ្ធសាស្ត្របែបសុជីវធម៌សិលធម៌អញ្ចឹងធ្វើទៅនេះទីក្រុងឡុងបិចម៉ោង4ទៅម៉ោង7ចូលរួមតវ៉ាទាំងអស់គ្នាគ្មាននិន្នាការគណៈបកនយោបាយណាទេព្រោះអីដឹកនាំដោយសហគមន៍ខ្មែរសាមគ្គីរកយុទ្ធធម៌ដើម្បីជូនជាតិយើងចូលរួមទៅតវ៉ាទៅឲ្យសម្លេងយើងឲ្យច្រើនម៉ោង4ទៅម៉ោង7ល្ងាចនេះដែលត្រូវនឹងម៉ោង4ព្រឹកម៉ោង7ភ្លឺនៅស្រុកខ្មែរអញ្ចឹងព្រោះយប់នេះនៅអាមេរិកហើយខ្ញុំនឹងទៅយកព័ត៌មានផ្សាយផ្ទាល់នៅទីនោះដើម្បីឲ្យបងប្អូនបានដឹងថាតើបងប្អូនយើងធ្វើអីព្រោះអីខ្ញុំនៅឡុងបិចហើយកាត់ឡើងនៅកន្លែងធ្វើការរបស់ខ្ញុំទៀតដូច្នេះជាកាតព្វកិច្ចផ្លូវសិលធម៌គឺខ្ញុំចូលរួមហើយខ្ញុំពេញចិត្តនឹងចូលរួមព្រោះអីជាខ្មែរម្នាក់មិនមែនតែអ្នករាយការណ៍ព័ត៌មាននេះគឺជាខ្មែរម្នាក់គឺខ្ញុំពិតជាចង់ថ្កោលទោសថៃដើម្បីឲ្យថៃទទួលខុសត្រូវចំពោះទង្វើប្រទេសប្រាសហើយយើងនឹងមានសារប្រាប់អីប្រាប់ទៅបងប្អូននិយាយនៅក្នុងពេលដែលតវ៉ាហ្នឹងទៅឥឡូវខ្ញុំបន្តទៀតអញ្ចឹងបងប្អូនដឹងហើយណាគឺអាមេរិកយើងអាចឲ្យអាមេរិកទទួលខុសត្រូវគឺដាក់ទណ្ឌកម្ម2យ៉ាងគឺពាណិជ្ជកម្មអាចពិបាកព្រោះអីយើងមិនមានអធិបុលឲ្យអាមេរិកដាក់ទណ្ឌកម្មរឿងពាណិជ្ជកម្មរឿងអីទេព្រោះជារឿងស្រុកទេសគេប៉ុន្តែយើងមានហេតុផលគ្រប់គ្រាន់រឿងសពាវុធយោធារបស់ថៃដែលប្រើប្រាស់ជាមួយយើងហើយកុំដាក់តែអាមេរិកស៊ុយអែតក៏អញ្ចឹងនិយាយទៅរាល់គ្រឿងយោធាដែលថៃទិញមកពីប្រទេសណាឲ្យតែដឹងគឺយើងត្រូវធ្វើបាតកម្មគ្រប់ស្ថានទូតដែលលក់សពាវុធឲ្យថៃយកមកបំពេញឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាធ្វើដូច្នេះទៅបានផល